តោះតោះតោះ តាដែលកំណត់នៃការសិក្សាវិជ្ជាសាស្ត្រវិទ្យាត្រូវបានបែងត្រូវខាងចែកពីមុខវិជ្ជាសូមជាយ៉ាងដូចនេះគួរសូមជាគឺជាការសិក្សាពីប្រវត្តិសាស្ត្រនិងសកលតាដែលជាឯកតាតូចបំផុតមិនទាន់សម័យវិជ្ជាសាស្ត្រវិទ្យាចាប់ដើមសិក្សាពីឯកតាភាសាដែលមានន័យចាប់ពីកម្រិតសូរស័ព្ទនិងពាក្យឡើងទៅនៅក្នុងដើម្បីវិភាគទិន្នន័យស័ព្ទជាលក្ខណៈវិទ្យាសាស្ត្រគេប្រើប្រាស់ជាវិធីសាស្ត្រសង្កេតប្រមូលពាក្យស័ព្ទពីការប្រើប្រាស់ជាក់ស្ដែងវិធីសាស្ត្រវិភាគរចនាសម្ព័ន្ធពិនិត្យរូបរាងសន្តាននិងគុំឡើងនៃពាក្យវិធីសាស្ត្រប្រៀបធៀបស្វែងរកប្រភពដើមនិងការវិវត្តនៃពាក្យវិធីសាស្ត្រស្ថិតិគណនារងប្រកបភាពញឹកញាប់នៃការប្រើប្រាស់ពាក្យណាអរគុណសូមចេញប្រាប់គេផងសំណួរទីម៉ានឲ្យគេស្ដាប់ឲ្យដឹងតោះសូមចេញ13សូមចេញសូមប្រាប់គេផងការទំហំនៃការសិក្សាវិជ្ជាសាស្ត្រវិទ្យាក្របដណ្ដប់ទៅលើការវិភាគបង្រឹងធាតុរូបដែលរទេចូលបញ្យល់ចំណាយទំហំនៃការសិក្សាវិជ្ជាសាស្ត្រវិទ្យាក្របដណ្ដប់ទៅលើការវិភាគកម្រិតធាតុរូបជាដែនសិក្សាផ្ទាល់របស់រូបសាស្ត្រវិទ្យាវិជ្ជាសាស្ត្រវិទ្យាមិនអាចរំលងបានឡើយការវិភាគកម្រិតធាតុរូបក្នុងវិជ្ជាសាស្ត្រវិទ្យាគឺដើម្បីយល់ដឹងពីរបៀបដែលធាតុរូបទាំងនោះរួមសំគ្នាបង្កើតបានជាសតិថ្មីនិងរបៀបដែលវាផ្លាស់ប្ដូរនៃស័ព្ទឧទាហរណ៍ដែលទៅជាបណ្ដាសំណួរទី14ចូលបញ្យល់ពីតួនាទីរបស់នៃស័ព្ទវិទ្យាក្នុងនាមជាផ្នែកមួយដ៏សំខាន់នៅក្នុងដែនសិក្សាវិជ្ជាសាស្ត្រវិទ្យាចម្លើយនៃវិទ្យាគឺជាបេះដូងនៃវិជ្ជាសាស្ត្រវិទ្យាមានន័យថាពាក្យមួយគឺមិនអាចរួមបានទេបើគ្មានន័យតួនាទីរបស់វាគឺសិក្សាអំពីទំនាក់ទំនងរវាងពាក្យនិងសញ្ញាណឬវត្ថុពិតនៅក្នុងលោកវិភាគរចនាពាក្យមួយមានន័យចំន័យធៀបនិងន័យរងណាសូមចេញណាទៀត